សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមមកជូនតាមការសន្យាសូមបង្ហាញនិងណែនាំអំពីរបៀបបង្កើតវីដេអូ AI ដែលអាចនិយាយជាភាសាខ្មែរបានហើយមានរយៈពេលវែងលើសពី1នាទីចាអញ្ចឹងតកតងជាមួយនឹងការបង្កើតវីដេអូ AI មួយនេះគឺយើងមានទាំងអស់ពីអ្វីដែលខ្ញុំបានអនុវត្តដោយសារតែយើងប្រើកម្មវិធីដែលវា free អញ្ចឹងយើងមានទាំងអស់វា4ដំណាក់កាលហើយដំណាក់កាលទី1គឺយើងត្រូវការបង្កើតតួអង្គអញ្ចឹងដើម្បីរើសតួអង្គគឺយើងចូលទៅ website មួយឈ្មោះថា leonardo.ai ដែល website មួយហ្នឹងគឺមួយថ្ងៃវា free ឲ្យយើងបាន150រូបអញ្ចឹងបើអ្នកទាំងអស់គ្នាមាន account ហើយអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅ login តែបើអត់ទេអ្នកទាំងអស់គ្នាត្រូវចូលទៅ register ជាមុនសិនហើយ register ហ្នឹងគឺវាប្រើ email អញ្ចឹងនេះគឺជា existing ដែលមានន័យថា user ផ្សេងៗគាត់ធ្វើការបង្កើតតួអង្គរបស់គាត់អញ្ចឹងដើម្បីអាចទៅ generate តាក់ទងជាមួយនឹងតួអង្គដែលយើងចង់បានគឺយើងយក AI image generation ហើយនេះគឺជាតួអង្គដែលយើង generate ហើយបើសិនជាអ្នកនរចង់បានតួអង្គប្រភេទអីគេអាយុប្រមាណហើយសបល់ពេលអាវបែបម៉េចគឺអ្នកនរទៅសេនៅកន្លែង description កន្លែងនេះគឺជាកន្លែងដែលយើងរៀបរាប់ថាតើយើងចង់បានតួអង្គប្រភេទអីអាយុប៉ុណ្ណាដែរហើយគាត់ឈរឬក៏អង្គុយមាន background មានអីដែរអត់អញ្ចឹងឧទាហរណ៍ថាអានេះគឺជាអ្វីដែលខ្ញុំ generate លោកមុនអញ្ចឹងខ្ញុំនឹងព្យាយាម generate ម្ដងទៀតហើយលេខ1លេខ2លេខ3លេខ4នេះគឺចង់ប្រាប់ថាអ្នកនរគ្នាចង់ឲ្យវា generate ម្ដងបានតែ1បានតែ2ឬក៏បានទាំង3ឬក៏បានទាំង4អញ្ចឹងនេះគឺជារូបដែលយើងបាន generate មកអញ្ចឹងយើងឃើញថាមានពណ៌ទៅតាមអ្វីដែលគាត់ប្រាប់គឺក្មេងអាយុដល់28ឆ្នាំជាគ្រូបរិញ្ញាបត្រអញ្ចឹងឧទាហរណ៍ថាសន្មតថាយើងជ្រើសរើសយក image មួយនឹងអញ្ចឹងយើង download រូបភាពមួយនឹងមកចាយើង download រូបភាពមួយនឹងចាអញ្ចឹងចូលមកដល់ជំហានទី2គឺជំហានទី2បន្ទាប់ពីយើងរើសតួអង្គរួចមកគឺយើងត្រូវរៀបចំ script ដើម្បី convert script ហ្នឹងពី text មកជាសំឡេងអញ្ចឹងតកតងជាមួយនឹងការ convert ជា text មកសំឡេងហ្នឹងគឺខ្ញុំប្រើកម្មវិធីមួយឈ្មោះថា Clipchamp អញ្ចឹងតកតងជាមួយនឹង Clipchamp website មួយនេះគឺវា free ហើយជាទូទៅឃើញគ្នាយើងប្រើនៅក្នុងការកាត់តវីដេអូច្រើនប៉ុន្តែដោយឡែកគឺខ្ញុំប្រើកម្មវិធី Clipchamp នេះនៅក្នុងការ convert ពី text ទៅសំឡេង only ដោយខ្ញុំអត់យកសំឡេងនៅក្នុងកម្មវិធី AI ដែលនិយាយស្រាប់តែម្ដងបានទេហើយតិចទៀតខ្ញុំនឹងបញ្ជាក់ថាហេតុអីចាអញ្ចឹងដើម្បី convert ពី script ទៅសំឡេងបានអ្នកទាំងអស់គ្នាត្រូវ select យកពាក្យថា create new video បន្ទាប់ពី create to new video នេះអ្នកទាំងអស់គ្នាត្រូវឃើញនៅខាងឆ្វេងដៃអ្នកទាំងអស់គ្នា select យកពាក្យថា record and create ហើយរើសឲ្យចុងក្រោយគេគឺ text to speech អញ្ចឹងតកតងជាមួយនឹង text to speech នេះគឺជាកន្លែងដែលអ្នកទាំងអស់គ្នាអាចរើសនៅសំឡេងឬក៏ភាសាថាតើអ្នកនរជ្រើសរើសយកភាសាអីគេដែរអញ្ចឹងនៅក្នុងហ្នឹងគឺវាមានភាសាអង់គ្លេសភាសាបារាំងភាសាចិនភាសាម៉ាឡេអញ្ចឹង JK យើងជ្រើសរើសភាសាខ្មែរណា IJ សំទោស ABC JIJ ខ្មែរអូខេខ្មែរហើយយើងសលេងនៅកន្លែងនេះមាន2គឺស្រីមុំនិងពិសិដ្ឋស្រីមុំគឺមនុស្សស្រីពិសិដ្ឋគឺមនុស្សប្រុសអញ្ចឹងខ្ញុំរើសយកមនុស្សស្រីហើយសលេងការនិយាយគឺកម្រិតនៃការនិយាយយឺតធម្មតាឬក៏លឿនតែជាទូទៅគឺខ្ញុំរើសយកក្នុងកម្រិតបែបនេះព្រោះដោយសារពេលដែលខ្ញុំស្ដាប់ទៅបើសិនជាដាក់ regular សម្រាប់ខ្ញុំមានន័យថាវាយឺតបន្តិចហើយតកតងជាមួយនឹងនេះគឺការលើកដាក់សលេងខ្ពស់ទាបអញ្ចឹងខ្ញុំរើសយកហើយអញ្ចឹងអ្នកនរគ្នាអាច play around ឬក៏យើងអាចសាកល្បងវាបានអញ្ចឹងយើងអ្នកនរគ្នាអាចស្ដាប់ដឹងសម្រាប់នៅក្នុងប្រអប់មួយនេះគឺសម្រាប់ឲ្យអ្នកនរគ្នាទៅសេអត្ថបទចូលដើម្បីឲ្យ AI គាត់អានដើម្បី convert ទៅជាសលេងសំទោសដើម្បី convert ទៅជាសលេងអ្នកនរគ្នាអាចទៅសេនៅក្នុងហ្នឹងក៏បានអាចទៅសេក្នុងហ្នឹងក៏បាន
ចាឬក៏អ្នកនរគ្នាអាចរៀប script នៅលើ Microsoft Word សិនក៏បានពីខ្ញុំផ្ទាល់គឺខ្ញុំសរសេរនៅលើ Microsoft Word សិនព្រោះដោយសារតែវាធំហើយវាងាយស្រួលក្នុងការកែប្រែមួយទៀតខ្ញុំចង់ highlight ដែរគឺតកតងជាមួយនឹងការ convert ទៅជាសលេងគឺ AI គាត់អត់ទាន់ចេះអានភាសាមួយចំនួនរបស់យើងទាំងស្រុងបានទេដូចជាពាក្យថាសន្យាអញ្ចឹងដូចជាសន្យាបើសិនជាយើងដាក់ទៅគឺគាត់អានអត់ចេញទេអញ្ចឹងជាទូទៅគឺខ្ញុំទៅសេសម្រាយឲ្យគាត់មកតង់ទៀតដាក់សន្យាហើយបើសិនជានៅក្នុង text ហ្នឹងមានលាយគ្នារវាងភាសាខ្មែរនិងភាសាអង់គ្លេសគឺ AI ក៏គាត់អាចអានទៅវាស្ដាប់ចូលគ្នាហើយអត្ថបទរបស់អ្នកនរគ្នារលូនដែរអញ្ចឹងខ្ញុំជ្រើសរើសយកប្រកបអក្សរអង់គ្លេសហ្នឹងមកខ្មែរទៀតដូចជាពាក្យថាវីដេអូគឺយើងវាយវីដេអូហើយ AI គឺយើងវាយអក្សរអស្អេអស្អាយអស្អានឹងយកគឺដើម្បីឲ្យការអានរបស់ AI ហ្នឹងគឺគាត់អានទៅវាមានភាពរលូនអញ្ចឹងជាមួយខ្ញុំទៅសេសន្យាអាពាក្យដែលត្រូវហ្មងណាអញ្ចឹងជំមើលថាតើគាត់អានចេញអីគេចាអញ្ចឹង preview នេះគឺជាកន្លែងដើម្បីឲ្យយើងស្ដាប់ សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះសូមមកជូនតាមការសន្យាសូមបង្ហាញនឹងណែអញ្ចឹងឃើញគឺគាត់អានអាកន្លែងពាក្យថាសន្យាហ្នឹងគឺអត់ត្រូវទេអញ្ចឹងយើងត្រូវទៅសេសម្រាយឲ្យគាត់មកតង់ទៀតហើយខ្ញុំចង់បញ្ជាក់ថា process ដែលយូរបំផុតនៅក្នុងដំណាក់កាលទាំងអស់មានតែការរៀបចំ script ហើយនឹងការឲ្យសលេង AI នឹងគាត់អានពី text នឹងទៅសលេងនេះគឺដំណាក់កាលដែលយូរបំផុតព្រោះយើងត្រូវសារចុះសារឡើងហើយកន្លែងខ្លះវាអត់ស៊ីគ្នាយើងត្រូវដូរហើយបើសិនជាយើងអត់ដក clear ទេគាត់អានជាប់ពេកអញ្ចឹងខ្ញុំ suggest ថាបើអ្នកទាំងអស់គ្នាមានសលេងខ្លួនឯងអ្នកទាំងអស់គ្នាគួរតែបញ្ចូលសលេងខ្លួនឯងបើសលេងអ្នកទាំងអស់គ្នាលះសលេងអ្នកទាំងអស់គ្នាគឺធ្ងន់អ្នកទាំងអស់គ្នាអាចលើកដាក់បានខ្ញុំគិតថាប្រើសំឡេងផ្ទាល់វិញគ្រាន់តែយើង convert តួអង្គឲ្យអាចនិយាយបានប៉ុន្តែសលេងគឺសលេងយើងអាហ្នឹងគឺជា suggestion របស់ខ្ញុំដោយសារសលេងខ្ញុំគិតថាมันតន់ល្អគ្រប់គ្រាន់អញ្ចឹងបានពេលខ្លះគឺខ្ញុំត្រូវការ AI ជំនួយអញ្ចឹងបន្ទាប់ពី preview ហើយអ្នកទាំងអស់គ្នាពេញចិត្តអស់ហើយអ្នកទាំងអស់គ្នាត្រូវចុច save to media ណាចឹងបន្ទាប់ពី save to media គឺអ្នកនរគ្នាចាំកន្លែងនេះចឹងសលេងហ្នឹងគឺវាមានរយៈពេល20 second ហើយដោយ like ដូចខ្ញុំបញ្ជាក់អញ្ចឹងគឺអា clip cham ហ្នឹងគឺគេសម្រាប់ធ្វើវីដេអូ file របស់វាគឺជា MP4 ចឹងដោយសារតែយើងចង់បានតាសលេងសួស្តីអ្នកចាចឹងដោយសារតែយើងចង់បានតាសលេងអញ្ចឹងយើងអត់អាចextract ឬក៏ download សារសលេងសុទ្ធទេអញ្ចឹង file ដែលយើងដាក់មកគឺវាត្រូវចេញជា MP4 ហើយដើម្បី download បានគឺអ្នកនរគ្នាអូសវាមកដាក់នៅកន្លែងនេះហើយអ្នកនរគ្នាចុច export អ្នកនរគ្នាយក480ព្រោះដោយសារយើង download សលេងយើងអត់មានត្រូវការ quality អីទេយើងត្រូវការតែសលេងមួយគត់ចាអូខេអញ្ចឹងយើងរងចាំវាបន្តិចអូខេ completeសួស្តីអ្នកទាំងអស់គ្នានេះគឺជា file MP4 ហើយfile MP4 ហ្នឹងគឺអ្នកទាំងអស់គ្នាអត់ទាន់អាចយកវាទៅ upload ចូលនៅក្នុងដំណាក់កាលទី4បានទេអញ្ចឹងយើងត្រូវឆ្លងកាត់នៅដំណាក់កាលទី3មួយទៀតដែលយើងហៅថាការ convert file ពី MP4 មក MP3 អូខេអញ្ចឹងអានេះយើង save មកយើងចូលវាទៅ save ទុកហើយបន្ទាប់ពី save ហើយគឺយើងមកចូល website មួយទៀតគឺតកតងជាមួយនឹង website មួយនេះគឺជាដំណាក់កាលទី3ហើយដើម្បីអាចទៅ convert បានគឺខ្ញុំចូលទៅ website free convert MP4 to MP3 អូខេអញ្ចឹងអានេះគឺជា website នៅក្នុងការដែលយើងចង់បានវាតាសលេងអញ្ចឹងយើងចូលទៅ convert យើង choose file ហើយ file មិញគឺយើងទុកនៅក្នុង drive C នេះហើយនេះគឺជា MP4 របស់យើងដែលយើងបាន save មកពី clip chain នៅក្នុងដំណាក់កាលទី2អញ្ចឹងយើងចុច open មកហើយយើងចុច convert ចាអញ្ចឹងបន្ទាប់ពី convert ទៅយើងត្រូវរងចាំសិនអញ្ចឹងនៅពេលដែលវា convert ចប់វានឹងដាក់ថា finish ហើយ done យើងអាច download MP3 នឹងបានសួស្តីអ្នកទាំងអស់គ្នាចានេះគឺជា file MP3 អញ្ចឹងបន្ទាប់ពីបាន file MP3 ហើយយើងត្រូវចូលទៅ save វាទុកម្ដងទៀតចាអញ្ចឹងអ្នកទាំងអស់គ្នាអាច save ទុក
ហើយបន្តមកទៀតយើងត្រឡប់ទៅដំណាក់កាលចុងក្រោយគឺដំណាក់កាលទី4គឺជាដំណាក់កាលដែលអ្នកនរគ្នាកំពុងរងចាំចាអញ្ចឹងដើម្បីអាចឲ្យ AI គាត់អាចនិយាយបាននៅ final video ហ្នឹងគឺ website ដែលចាំបាច់នៅក្នុងដំណាក់កាលទាំង4ហ្នឹងគឺ website d-id.com ដែល website មួយនេះគឺពេញនិយមសម្រាប់ពេលបច្ចុប្បន្នហើយវាឲ្យអ្នកនរគ្នាអាច start free trial បានដោយវាឲ្យអ្នកនរគ្នាបាន20 credit នៅក្នុងការបង្កើតវីដេអូអញ្ចឹងដោយសារតែខ្ញុំមាន account ហើយគឺខ្ញុំចូលទៅ log in ចាអញ្ចឹងនៅពេលដែលអ្នកនរគ្នា log in អ្នកនរគ្នានឹងឃើញ screen មួយនេះអញ្ចឹងអ្នកនរគ្នាត្រូវមើលថាតើអ្នកនរគ្នាជា guest ឬក៏ជាអីគេអញ្ចឹងមុនដំបូងជួនកាលវា register ហើយវាឲ្យអ្នកនរគ្នា log in ចូលហ្មងជួនកាលវាចេញអា screen បែបនេះអញ្ចឹងយើង select យក create video អញ្ចឹងនៅពេលដែល create video គឺវានឹងឲ្យអ្នកនរគ្នាដាក់ script ហើយកន្លែងនេះខ្ញុំចង់បញ្ជាក់ថាគឺមូលហេតុដែលខ្ញុំអត់ទៅសេ script ហើយអត់ប្រើសលេងនៅកន្លែងនេះព្រោះទី1គឺវា limit វាបានក្រោម1នាទីព្រោះដោយសារតែយើងប្រើ free account ហើយមួយទៀតគឺតកតងជាមួយនឹងសលេងគឺយើងឃើញថាមានតែ2ប៉ុន្តែយើងអាចរើសសលេង tone ឬក៏មិនបានអញ្ចឹងខ្ញុំក៏អត់អាចយកវាមកបានដែរអញ្ចឹងខ្ញុំចុច add អញ្ចឹងកន្លែងនេះគឺវាទាឲ្យយើងដាក់ email ទេអញ្ចឹងបើសិនជាយើងមាន email ហើយអាហ្នឹងវាអត់ដាក់ទេតែបើសិនជានេះវានឹងដាក់អូខេវាត្រូវការ password ខ្ញុំភ្លេច password បាត់ហើយអូខេខ្ញុំសាក try តទៅជាមួយនឹង email មួយទៀតសិនអូខេអញ្ចឹងអានេះគឺជា website បន្ទាប់ពីខ្ញុំ log in ហើយអញ្ចឹងបន្ទាប់ពីខ្ញុំ log in ហើយគឺយើងឃើញថានេះគឺជាវីដេអូចាស់ៗដែលខ្ញុំបង្កើតអញ្ចឹងដើម្បីបង្កើតបានវីដេអូហ្នឹងគឺអ្នកនរគ្នាចុច create អញ្ចឹងពាក់ព័ន្ធជាមួយនឹងចុច create អ្នកនរគ្នាអាចរើសតួអង្គអ្នកនរគ្នាឃើញតួអង្គនៅក្នុងនេះអ្នកនរគ្នាអាចរើសយកក៏បានដែរអ្នកនរគ្នាអាចរើសតួអង្គនៅក្នុងនេះហើយអ្នកនរគ្នាអាចរើសសលេងនៅកន្លែង script អ្នកនរគ្នាអាចទៅសេ script នៅកន្លែងនេះហើយអ្នកនរគ្នាអាចជ្រើសរើសយកភាសាមានភាសាខ្មែរដូចគ្នាខ្មែរវា support ប៉ុន្តែមូលហេតុដែលខ្ញុំអត់ប្រើសលេងនៅក្នុងកម្មវិធីDID ហ្នឹងគឺដោយសារតែយើងប្រើ account free គឺវា limit អត់ឲ្យយើងទៅសេ script លើសពី1នាទីអញ្ចឹងជាទូទៅគឺខ្ញុំ record សលេងនៅក្នុង clip chat សិនមានន័យថាយើងបង្កើតសលេងនៅក្នុង clip chat សិនហើយបានយើងយកវាមក upload នៅកន្លែងហ្នឹងអញ្ចឹងតួអង្គខ្ញុំមានរើសហើយអញ្ចឹងខ្ញុំនឹងរើសយកតួអង្គមួយនេះយើងចូលទៅ add មកយើងរើសតួអង្គពីណាក៏បានពី Leonardo ក៏បានដាក់រូបខ្លួនឯងក៏បានណាអញ្ចឹងយើងអាចប្រាប់ថាខ្ញុំរើសតួអង្គមួយនេះហើយតកតងជាមួយនឹង audio គឺយើងអត់ដោយសារខ្ញុំអត់ប្រើ script អញ្ចឹងយើងត្រូវរើសយក audio ហើយយើង upload file ចូលហើយ file របស់យើងមិញគឺនៅក្នុង drive C នេះMP3 វា support MP3 អញ្ចឹងយើងចុចអានេះមកចុច open អញ្ចឹងកំពុងដំណើរការអញ្ចឹងបន្តិចទៀតវានឹងប្រាប់យើងថាតើតកតងជាមួយនឹងវីដេអូមួយហ្នឹងវានឹងកាត់ពីយើងប្រហែល credit បើសិនជា account ថ្មីវានឹងឲ្យអ្នកនរគ្នា20 credit ប៉ុន្តែដោយឡែកវីដេអូមួយវាកាត់ credit ពីយើងវាអាស្រ័យទៅលើវីដេអូហ្នឹងវែងឬក៏ខ្លីអញ្ចឹងណាអានេះគឺជា script សួស្ដីអ្នក audio ដែលយើង upload ចូលហើយបន្ទាប់មកបើសិនជាយើងស្ដាប់ទៅអត់មានបញ្ហាអីទេយើងចុច generate video អញ្ចឹងវាប្រាប់ឲ្យថាសលេងប៉ុណ្ណឹងគឺវាឆាតយើងអស់ពី credit ហើយកាលពីខ្ញុំធ្វើអាវីដេអូពាក់ព័ន្ធជាមួយនឹងវីដេអូមួយដែលចំណាយពេលអស់3នាទីណាគឺវាឆាតខ្ញុំ10 credit 3នាទីជាងហ្នឹងអញ្ចឹងចង់បញ្ជាក់ម្ដងទៀតគឺវាឆាតយើងបេះទៅលើវីដេអូយើងខ្លីឬវែងបន្ទាប់ពីហើយយើងចុច generate It's coming
ចឹងកន្លែងនេះគឺពេលដែលវាពង generate ហ្នឹងក៏វាអាស្រ័យទៅលើ speed internet យើងហើយក៏ទាក់ទងជាមួយនឹងរយៈពេលនៃវីដេអូរបស់យើងវែងឬខ្លីដូចគ្នាដែរចាមានអារម្មណ៍ថាដូចយូរបន្តិចចឹងកន្លែងហ្នឹងបន្ទាប់ពីយើង generate ហើយវានឹងចេញហើយអញ្ចឹងវានឹងចេញបែបនេះអញ្ចឹងយើងអាចចុចមើលបានសួស្តីអ្នកទាំងអស់គ្នា ចានេះ ថ្ងៃនេះសូមមកជូនតាមការសន្យា ចា សូមបង្ហាញនិងណែនាំអំពីរបៀបបង្កើត អញ្ចឹងនេះគឺជាផលិតផលចុងក្រោយឬក៏យើងហៅថា final product ហើយយើងអាចប្រើវីដេអូនឹងបានអញ្ចឹងយើងពេញចិត្តហើយយើងចុចវា download អូខេ សួស្តីអ្នកទាំងអស់ អញ្ចឹង គ្នា វានឹងអាច ថ្ងៃ ចេញ នេះសូមមកជូនតាមការសន្យា ចាអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងហើយអ្នកទាំងគ្នាអាច save ទៅនិងអរគុណច្រើនតាក់ទងជាមួយនឹងការតាមដាន